នោះភាគទី42បន្ទាប់ពីយើងបានទស្សនាភាគទី41ទាំងអស់គ្នាមកយើងគិតថាអូប្រហែលជាភាគទី41នៃនិពន្ធឲ្យក្លឹងគឺអាចជួយចានបានតែធ្វើទៅវិញបែរជាក្លឹងខ្លាយទៅជាមនុស្សម្នាក់ដែលជាជនរងគ្រោះត្រូវបានគេវាយហើយគាត់ត្រូវបានគេយកទៅប្លង់ចោលទៀតអញ្ចឹងអ្នកនរចាំតាមអ្នកនរមើលថាតាមឈុតពិសេសណាខ្លះទៅឬមួយក៏មានអ្វីដែលសំខាន់ថាតាមតួអង្គណាដែលជាអ្នកជួយចានបានព្រោះអីវាក៏ជាចំណុចមួយដែលសំខាន់ដែរថាណាគេជាវរៈបរិបទដែលអាចជួយទៅកាន់ចានបាននៅក្នុងគ្រាដែលចានមានបញ្ហានៅក្នុងរឿងនេះផងដែរភាគទី41យើងរៀនសូត្របានច្រើនមែនតើនៅក្នុងរឿងហ្នឹងគឺមានតម្លៃអប់រំត្រង់ថានៅពេលដែលយើងស្ដាប់គប់ជាមួយនឹងមនុស្សខុសគឺធ្វើឲ្យជីវិតរបស់យើងគឺដុនដាបដូចជានួនជាដើមនៅពេលដែលគាត់ស្ដាប់គប់ជាមួយនឹងនាងសក់ឆេះបើទោះបីជានាងសក់ឆេះគាត់ថាគាត់កាយខ្លួនប៉ុន្តែជាក់ស្ដែងគាត់តែជាការលបងលងមកគេឯងដោយសារតែការចាញ់បោកការលបងលងមកគេធ្វើឲ្យគាត់ខ្លាយទៅជាបុគ្គលម្នាក់ដែលរងគ្រោះត្រូវបានគេចាប់គាត់ជាការគប់ជាមួយនឹងនាងសក់ឆេះដែរតែជាក់ស្ដែងគាត់ដឹងថាពេលដែលស្ដាប់គប់ជាមួយនាងសក់ឆេះហ្នឹងត្រូវបានគេលបងចូលទៅលក់ឲ្យម្សៅតែគាត់អត់ចាំសោះអញ្ចឹងយើងត្រូវចាំមនុស្សណាដែលយើងគិតថាមិនល្អឬមួយក៏មានប្រវត្តិមិនសូវល្អទេយើងកុំសូវស្ដាប់គប់ឬក៏ដើរចេញឆ្ងាយទៅគឺទៅតែល្អបំផុតអញ្ចឹងនៅក្នុងរឿងនោះផងដែរយើងឃើញថាសូម្បីតែយាយរបស់ចាន់ហ្នឹងក៏ត្រូវបានកូនប្រកាសរបស់គាត់ហ្នឹងចង់កាត់ការចោលដែរព្រោះអីឃើញថាគាត់អាត្មានិយមពេកដោយសារតែផលប្រយោជន៍ខ្លួនឯងគាត់ធ្វើបាបចៅរបស់គាត់ហើយមនុស្សដែលធ្លាប់កុហកគេគឺគេលែងមានណាគេជឿទៀតហើយដូចជាយាយរបស់ចាន់ចាំព្យាយាមបកស្រាយប្រាប់មិនក៏ដោយគេនៅតែអត់ជឿដែរទោះបីគាត់ថាគាត់ចង់ស្លាប់ក៏គេនៅតែគិតថាគ្រាន់តែជាលេសដើម្បីដោះសាររបស់គាត់តែប៉ុណ្្នឹងឯងឈឺចិត្តបំផុតអ្នកនរនៅពេលដែលយើងបានធ្វើប៉ុន្តែគេចាត់ទុកថាយើងជាអ្នកធ្វើដូចគេថាចោលម្ដងគេចោលមកជីវិតអញ្ចឹងអ្នកនរអូខេអញ្ចឹងនៅក្នុងភាគនេះអ្នកនរចាំតាមមើលថាតានួននៅត្រូវជាប់គុកជាមួយនេះសក់ចេះឬក៏ម្ដាយរបស់នួនអាចជួយនួនបានអត់ហើយនៅមួយទៀតដែរថាចាន់គាត់នឹងត្រូវជួបប្រទះជាមួយបញ្ហាហ្នឹងតើណាគេជាអ្នកជួយគាត់បានអញ្ចឹងអ្នកនរកុំភ្លេចនោះតាមនៅក្នុង channel ដើមរបស់គាត់គឺពិតជាល្អមួយខ្លាំងមែនតើខ្ញុំគិតថាប្រហែលជាចិត្តចង់ពេលអ្នកនរគ្នាព្រោះអីសាច់រឿងរបស់យើងគឺឃើញថាមនុស្សអាក្រក់មួយចំនួនគឺត្រូវបានទទួលទោសហើយអ្នកដែលនៅគឺនៅមួយចំនួនទៀតដូចជាយាយរបស់ចាន់ហើយក៏ដូចជានាងភីមព្រោះអីយើងឃើញថាមីងភីមគឺគាត់អាចថាឥឡូវហ្នឹងគាត់កំពុងតែទទួលបាបកម្មរបស់គាត់តិចតិចហើយព្រោះអីកូនរបស់គាត់ត្រូវបានជាប់គុកកូនបការបស់គាត់មួយទៀតដែលជាអ្នកប្រុសតូចក៏អត់ទទួលស្គាល់គាត់ដែរហើយសូម្បីតែយាយរបស់ចាន់ណាក៏ចង់សម្រាប់នាងភីមសម្រាប់ដើម្បីអីអ្នកនរដោយសារតែគាត់គិតថាគ្រួសាររបស់គាត់ហ្នឹងបែកបាក់គ្នាដោយសារតែមីងភីមអញ្ចឹងការពិតទៅជាកំហុសណាគេមិនមែនជាកំហុសរបស់មីងភីមទាំងស្រុងឯងការពិតទៅគ្រួសាររបស់គាត់បែកបាក់ឬមួយក៏មានទំនាស់ហ្នឹងក៏ដោយសារតែជ័យរបស់ចាន់ហ្នឹងគឺជាមនុស្សអាត្មានិយមពេកដែរអញ្ចឹងបាយបាយអ្នកនរកុំភ្លេចតាមអ្នកនរគ្នាណាបាយបាយ